ចាសស្ដីបងសម្រាប់លេខស៊ីនេះមានបញ្ហាខុសជាមួយនឹងដុំដេអញ្ចឹងបងដែលគាត់ជិះជាមួយនឹងលេខស៊ីបើសិនជាគាត់ជួបនឹងបញ្ហាហ្នឹងគាត់អាចស្ដាប់វីដេអូនេះបាននិយាយទៅរបៀបបង្ការដើម្បីកុំឲ្យវាអាសាខូចដុំដេហ្នឹងទី1គឺបណ្ឌិតនឹងថាតមកុយតាមជាប្រចាំគឺមានន័យថាកុំបខំដេនៅពេលដែលគួយខ្សោយហើយនឹងសម្អាតក្បាលគួយជាប្រចាំដែរបើសិនជាក្បាលគួយនឹងមានដុះស្នាមទី2នេះគឺកុំចុចសោដេជាប់រហូតទៅដល់5ទៅ10វិនាទីចឹងនិយាយបងប្អូនដេទៅអត់ឆេះបងប្អូនគួរទុកចន្លោះពី30វិនាទីទៅ1វិនាទីដើម្បីដេជាលើកទី2ចឹងស្រ័យបងពី30វិនាទីទៅ1នាទីចំណុចទី3នោះគឺតាមដានសលេងនៅពេលដែលដេទៅគឺសលេងខុសពីធម្មតាអាហ្នឹងត្រូវតែយកទៅជប់ជាងចំណុចទី4គឺត្រូវពិនិត្យមើលបើសិនជាមានលេចធ្លាយប្រេងនៅត្រង់កន្លែងណាចា៎សិនបាឡានហ្នឹងវាលេចភេងម៉ាស៊ីនឬក៏ភេងប្រអប់លេខហើយអាភេងហ្នឹងវាស្រក់ចំមកកន្លែង motor day ហ្នឹងអញ្ចឹងវានឹងធ្វើឲ្យ motor day ហ្នឹងវាឆាប់ខូចដោយសារវាងាយជាប់នៅទៅលើដីអញ្ចឹងនេះគឺជារបៀបបង្ការមាន4ចំណុចបងប្អូនអាចអនុវត្តបានហើយបើសិនជាបងប្អូនមានបញ្ហាផ្សេងៗអាចខលមកបានឬក៏ឆាតមកតាម Telegram ក៏បានដែរ